please. Okay, teacher. អ្នកដឹកនាំដែលមានឥទ្ធិពលគឺប្រែក្លាយបញ្ហាទៅជាឱកាសនិងការភ័យខ្លាចទៅជាការលើកទឹកចិត្តតើគុណសម្បត្តិអ្វីខ្លះដែលសំខាន់បំផុតសម្រាប់ការក្លាយជាអ្នកដឹកនាំដែលមនុស្សជ្រើសរើសធ្វើតាមដោយស្ម័គ្រចិត្តជាជាងធ្វើតាមគេដោយសារតែពួកគេខ្លាចការដាក់ទណ្ឌកម្មឬអំណាចខ្ញុំជឿថាដោយធម្មជាតិមនុស្សតែងតែដើរតាមអ្នកដឹកនាំដែលបង្ហាញពីភាពស្មោះត្រង់ការទទួលខុសត្រូវនិងចរិតល្អទាំងពាក្យសម្ដីនិងសកម្មភាពប្រចាំថ្ងៃរបស់ពួកគេនៅពេលដែលអ្នកដឹកនាំមានឥរិយាបថស្មោះត្រង់អ្នកដើរតាមមានអារម្មណ៍សុវត្ថិភាពពីព្រោះពួកគេដឹងថាអ្នកដឹកនាំនឹងមិនបោកប្រាស់ពួកគេឬកេងចំណេញពីពួកគេឡើយអ្នកដឹកនាំក៏បញ្យល់ពីគោលដៅយ៉ាងច្បាស់ផងដែរដើម្បីឲ្យមនុស្សគ្រប់គ្នាយល់មិនត្រឹមតែអ្វីដែលត្រូវធ្វើប៉ុណ្ណោះទេប៉ុន្តែថែមទាំងយល់អំពីមូលហេតុដែលការងារនេះមានសារៈសំខាន់ផងដែរចាការបញ្យល់ច្បាស់លាស់នេះជួយអ្នកដឹកនាំអ្នកដើរតាមមានអារម្មណ៍ថាមានទំនាក់ទំនងជាមួយចក្ខុវិស័យរបស់អ្នកដឹកនាំហើយពួកគេព្យាយាមខិតខំប្រឹងប្រែងបន្ថែមទៀតចាថ្នាក់ដឹកនាំដែលស្ដាប់ដោយយកចិត្តទុកដាក់ចំពោះមតិផ្សេងៗគ្នាអាចយល់បានកាន់តែច្បាស់អំពីបញ្ហាប្រឈមដែលសមាជិកក្រុមរបស់ពួកគេជួបប្រទះជារៀងរាល់ថ្ងៃប៉ុន្តែតាមរយៈការស្ដាប់ដោយអត់ធ្មត់ថ្នាក់ដឹកនាំធ្វើឲ្យអ្នកដើរតាមមានអារម្មណ៍ថាមានតម្លៃនៅក្នុងក្រុមលើពីនេះការលើកទឹកចិត្តមនុស្សក្នុងអំឡុងពេលលំបាកជួយកសាងទំនុកចិត្តនិងកាត់បន្ថយការភ័យខ្លាចនៃការធ្វើខុសអ្នកដឹកនាំគួរតែណែនាំអ្នកដើរតាមដែលមានគោលដៅច្បាស់លាស់ហើយហ៊ានទទួលស្គាល់កំហុសឆ្គងនៅពេលមានកំហុសឆ្គងកើតឡើងមែនហើយចានៅពេលដែលអ្នកដឹកនាំបង្ហាញការយល់ចិត្តបុគ្គលិកនឹងមិនត្រឹមតែធ្វើការដើម្បីប្រាក់ខែប៉ុណ្ណោះទេប៉ុន្តែពួកគេនឹងធ្វើការដើម្បីបេសកកម្មរួមមួយអ្នកដឹកនាំដ៏អស្ចារ្យមិនមែនជាអ្នកដែលពូកែបញ្ជានោះទេប៉ុន្តែជាអ្នកដែលពូកែស្ដាប់ពីព្រោះការស្ដាប់មានន័យថាការឲ្យតម្លៃដល់អ្នកនៅជុំវិញអ្នកលើពីនេះទៅទៀតនៅពេលដែលមេដឹកនាំម្នាក់ឲ្យតម្លៃដល់មនុស្សគ្រប់កម្រិតវាធ្វើឲ្យពួកគេខ្លាចជាមេដឹកនាំដែលមានឥទ្ធិពលយ៉ាងពិតប្រាកដត្រូវឲ្យមនុស្សជាច្រើនមិនចាក់ចេញពីការងាររបស់ពួកគេទេដោយសារតែការងារនេះពិបាកប៉ុន្តែពួកគេនឹងចាក់ចេញនៅពេលដែលពួកគេមានអារម្មណ៍ថាគ្មាននរណាម្នាក់ឲ្យតម្លៃចំពោះវត្តមានរបស់ពួកគេចាមនុស្សមិនដើរតាមអ្នកដោយសារតែអ្នកខ្លាំងនោះទេពួកគេដើរតាមអ្នកដោយសារតែអ្នកធ្វើឲ្យពួកគេមានអារម្មណ៍ថាសំខាន់និងមានតម្លៃនៅក្នុងក្រុម Okay, excellent. Thank you so much, Kotida. Excellent. Chandroka, translate again all. Yes, sir. អ្នកដឹកនាំដែលមានឥទ្ធិពលបង្វែរបញ្ហាទៅជាឱកាសនិងការភ័យខ្លាចទៅជាការលើកទឹកចិត្តតើអ្វីជាគុណសម្បត្តិដ៏សំខាន់បំផុតដើម្បីសម្រាប់អ្នកដឹកនាំដែលមនុស្សជ្រើសរើសដើរតាមដោយស្ម័គ្រចិត្តជាជាងការដើរតាមដោយគ្រាន់តែពួកគេភ័យខ្លាចការដាក់ទណ្ឌកម្មឬអំណាចខ្ញុំជឿថាជាធម្មជាតិរបស់មនុស្សដើរតាមអ្នកដឹកនាំដោយការអ្នកដែលបង្ហាញនូវភាពស្មោះត្រង់ការទទួលខុសត្រូវនិងចរិតសីលធម៌ល្អទាំងពាក្យសម្ដីនិងសកម្មភាពប្រចាំថ្ងៃនៅពេលដែលអ្នកដឹកនាំមានភាពស្មោះត្រង់អ្នកដើរតាមមានអារម្មណ៍ថាមានសុវត្ថិភាពដោយសារតែពួកគេដឹងថាអ្នកដឹកនាំនឹងមិនបោកបញ្ឆោតឬទាញយកផលប្រយោជន៍ពីពួកគេឡើយអ្នកដឹកនាំល្អក៏បញ្យល់ពីគោលដៅច្បាស់លាស់ផងដែរដើម្បីឲ្យអ្នកគ្រប់គ្នាដឹងមិនត្រឹមតែអ្វីដែលពួកគេធ្វើប៉ុន្តែថែមទាំងហេតុអ្វីបានជាការងារមានសារៈសំខាន់ផងដែរចា៎ការបញ្យល់បានច្បាស់លាស់នឹងជួយឲ្យអ្នកដើរតាមមានអារម្មណ៍ថាមានទំនាក់ទំនងជាមួយចក្ខុវិស័យរបស់អ្នកដឹកនាំហើយធ្វើឲ្យពួកគេព្យាយាមធ្វើការកាន់តែខ្លាំងចា៎អ្នកដឹកនាំគឺជាអ្នកដែលស្ដាប់ដោយយកចិត្តទុកដាក់ចំពោះមតិផ្សេងៗគ្នាដែលធ្វើឲ្យដែលអាចកាន់តែយល់ច្បាស់ដែលអាចយល់កាន់តែប្រសើរពីបញ្ហាប្រឈមនិងសមាជិកក្រុម
សមាជិកក្រុមជួបប្រទះជារៀងរាល់ថ្ងៃប្រកបណាស់ការស្ដាប់ដោយភាពអត់ធ្មត់អ្នកដឹកនាំធ្វើឲ្យអ្នកដើរតាមមានអារម្មណ៍ថាមានតម្លៃនៅក្នុងក្រុមលើសពីនេះទៀតការលើកទឹកចិត្តដល់មនុស្សក្នុងអំឡុងពេលលំបាកក៏ជួយបង្កើតនៅទំនុកចិត្តនិងកាត់បន្ថយនៅភាពភ័យខ្លាចនៅក្នុងការធ្វើកំហុសផងដែរអ្នកដឹកនាំគួរតែណែនាំអ្នកដើរតាមជាមួយនឹងគោលដៅច្បាស់លាស់និងហ៊ានទទួលស្គាល់កំហុសនៅពេលដែលធ្វើកំហុសណាមួយកើតឡើងចា៎នៅពេលដែលអ្នកដឹកនាំបង្ហាញនៃការយល់ចិត្តបុគ្គលិកនឹងមិនត្រឹមតែធ្វើការដើម្បីតែប្រាក់ខែប៉ុណ្ណោះទេប៉ុន្តែពួកគេនឹងធ្វើការដើម្បីបេសកកម្មរួមមួយអ្នកដឹកនាំដ៏អស្ចារ្យគឺមិនមែនជាអ្នកដែលពូកែខាងបញ្ជានោះទេប៉ុន្តែជាអ្នកដែលពូកែខាងស្ដាប់ដោយសារតែការស្ដាប់មានន័យថាជាការឲ្យតម្លៃដល់មនុស្សនៅជុំវិញអ្នកលើសពីនេះទៀតនៅពេលដែលអ្នកដឹកនាំឲ្យតម្លៃដល់មនុស្សនៅគ្រប់កម្រិតវាធ្វើឲ្យពួកគេក្លាយជាអ្នកដឹកនាំដ៏មានឥទ្ធិពលពិតប្រាកដចាស់ហើយមនុស្សជាច្រើនមិនចាកចេញពីការងារដោយសារតែការងារពិបាកទេប៉ុន្តែគេនឹងចាក់ចែងដែរពួកគេមានតម្លៃក៏មនុស្សមិនដើរតាមអ្នកដោយសារតែអ្នកខ្លាំងនោះទេពួកគេដើរតាមអ្នកដោយសារតែអ្នកពួកគេមានអារម្មណ៍ថាសំខាន់និងមានតម្លៃនៅក្នុងក្រុម teacher Some one more សូមបងស៊ូស៊ីង one more បង Yeah teacher អ្នកដឹកនាំដែលមានឥទ្ធិពលម្នាក់គឺផ្លាស់ប្ដូរប្រែក្លាយបញ្ហាឲ្យទៅជាឱកាសនិងការភ័យខ្លាចឲ្យទៅជាការលើកទឹកចិត្តតើគុណសម្បត្តិអ្វីខ្លះដែលមានសារៈសំខាន់បំផុតសម្រាប់ខ្ល้ายទៅជាអ្នកដឹកនាំដែលមនុស្សជ្រើសរើសការដើរតាមដោយស្ម័គ្រចិត្តជាជាងការដើរតាមដោយគ្រាន់តែពួកគេខ្លាចការដាក់ទោសនិងអំណាចខ្ញុំជឿថាមនុស្សជាធម្មជាតិដើរតាមអ្នកដឹកនាំដែលបង្ហាញភាពស្មោះត្រង់ការទទួលខុសត្រូវនិងចរិតល្អទាំងការនិយាយនិងសកម្មភាពប្រចាំថ្ងៃរបស់ពួកគេនៅពេលដែលអ្នកដឹកនាំម្នាក់មានឥរិយាបថស្មោះត្រង់អ្នកដើរតាមមានអារម្មណ៍ថាមានសុវត្ថិភាពពីព្រោះពួកគេដឹងថាអ្នកដឹកនាំនឹងមិនបោកបញ្ឆោតពួកគេឬទាញយកផលប្រយោជន៍ពីពួកគេនោះទេអ្នកដឹកនាំដែលល្អម្នាក់ក៏បញ្យល់នៅគោលដៅឲ្យច្បាស់លាស់ផងដែរដើម្បីឲ្យអ្នកទាំងអស់គ្នាបានយល់មិនត្រឹមតែអ្វីដែលត្រូវធ្វើនោះទេប៉ុន្តែក៏ដឹងពីហេតុអ្វីដែលការងារនេះសំខាន់ផងដែរចា៎ការពន្យល់ច្បាស់លាស់ជួយឲ្យអ្នកដើរតាមមានអារម្មណ៍ថាមានទំនាក់ទំនងជាមួយនឹងចក្ខុវិស័យរបស់អ្នកដឹកនាំហើយពួកគេព្យាយាមធ្វើការកាន់តែខ្លាំងចា៎អ្នកដឹកនាំដែលស្ដាប់ដោយយកចិត្តទុកដាក់នៅមតិខុសគ្នាអាចយល់កាន់តែប្រសើរឡើងនៅបញ្ហាប្រឈមដែលសមាជិកក្នុងក្រុមរបស់ពួកគេប្រឈមមុខជារៀងរាល់ថ្ងៃពិតប្រាកដណាស់ដោយការស្ដាប់ដោយអត់ធ្មត់អ្នកដឹកនាំធ្វើឲ្យអ្នកដើរតាមមានអារម្មណ៍ថាមានតម្លៃនៅក្នុងក្រុមលើសពីនេះការលើកទឹកចិត្តមនុស្សនៅពេលវេលាលំបាកជួយកសាងទំនុកចិត្តនិងកាត់បន្ថយការភ័យខ្លាចនៃការធ្វើខុសអ្នកដឹកនាំគួរតែណែនាំអ្នកដើរតាមនៅគោលដៅច្បាស់លាស់និងហ៊ានទទួលស្គាល់នៅកំហុសនៅពេលដែលកំហុសនានាកើតឡើងចានៅពេលដែលអ្នកដឹកនាំបង្ហាញនៅការយល់ចិត្តបុគ្គលិកនឹងធ្វើការមិនគ្រាន់តែដើម្បីប្រាក់ខែនោះទេក៏ប៉ុន្តែពួកគេនឹងធ្វើការដើម្បីបេសកកម្មរួមមួយអ្នកដឹកនាំដែលអស្ចារ្យគឺមិនមែនពូកែខាងបញ្ជានោះទេប៉ុន្តែអ្នកដែលពូកែខាងស្ដាប់ពីព្រោះការស្ដាប់មានន័យថាឲ្យតម្លៃមនុស្សនៅជុំវិញខ្លួនរបស់គេលើកពីនេះទៅទៀតនៅពេលដែលអ្នកដឹកនាំឲ្យតម្លៃដល់មនុស្សក្នុងគ្រប់កម្រិតវាធ្វើឲ្យពួកគេខ្លាយទៅជាអ្នកដឹកនាំដែលមានឥទ្ធិពលពិតប្រាកដនោះត្រឹមត្រូវមនុស្សជាច្រើនមិន
ចាក់ចេញពីការងាររបស់ពួកគេដោយសារការងារនោះពិបាកនោះទេប៉ុន្តែពួកគេនឹងចាក់ចេញនៅពេលដែលពួកគេមានអារម្មណ៍ថាគ្មាននរណាម្នាក់ឲ្យតម្លៃពួកគេឲ្យតម្លៃពីវត្តមានពួកគេចាមនុស្សមិនធ្វើដើរតាមអ្នកដោយសារអ្នកខ្លាំងនោះទេពួកគេដើរតាមអ្នកពីព្រោះអ្នកធ្វើឲ្យគេមានអារម្មណ៍ថាមានសារៈសំខាន់និងមានតម្លៃនៅក្នុងក្រុម Thank you teacher Thank you បងចឹងសូមប៉ុណ្ណឹងឯងបងเนาะ Thank you បង Thank you teacher see you tomorrow Bye. Bye, sir. bye